ឥឡូវនេះបាទបរោះ3នាក់ជិះម៉ូតូត្រៀមសំមួយគ្រឿងហ្នឹងគឺបោករថយន្តមួយគ្រឿងម៉ាក់លុយស៊ីហ្នឹងដួលដេករណុករណែលបាទបាក់ជើងបាទដេករណុករណែលតែម្ដងអត់ដឹងថាម៉ូតូខាងលើហ្នឹងបើកបោទិសដៅមកពីណាទៅណាហើយរថយន្តដែលជារថយន្តប្រភេទលុយស៊ីនោះមិនដឹងថាបើកបោទិសដៅទៅណាដែរក៏តែរថយន្តត្រូវបានបាទសមត្ថកិច្ចនៃប៉ុស្តិ៍មូលដ្ឋានបាទគុណមហាគឺចេញមកស្ទាក់ចាប់បានតែម្ដងបងប្អូនមើលចេះស្ដាយបាទដេករណុករណែលបាទប្រិយមិត្តគ្នាមិនដឹងថាសយឬក៏យ៉ាងណាទេមិត្តភ័ក្តិជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ41រងរបួសធ្ងន់3នាក់ដឹងដំណឹងភ្លាមនោះក៏ជិះម៉ូតូដើម្បីមកមើលមិត្តភ័ក្តិដែលជួបគ្រោះថ្នាក់ចរាចរណ៍ឥឡូវនេះមកខ្លួនឯងជួបគ្រោះថ្នាក់ចរាចរណ៍បន្ថែមទៀតប្រិយមិត្តគ្នាឥឡូវនេះបាទរថយន្តសង្គ្រោះបាទមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួលគាត់បានមកដល់ទីតាំងចំណុចកែខេត្តបន្ថែមទៀតហើយដើម្បីយកជនរងគ្រោះមិញហ្នឹងគឺបានយកជនរងគ្រោះម្នាក់ហើយបាទដោយសារតែជនរងគ្រោះខាងលើនេះគឺមានគ្នាដល់ទៅ3នាក់ឯណោះមិនដឹងជាសាច់ញាតិបងប្អូននៅខាងណាខ្លះទេដោយសារតែយើងមិនទាន់បានសួរព័ត៌មាននេះជាក់លាក់ឡើយទេប្រិយមិត្តគ្នាបាក់ជើងអស់ប្រិយមិត្តគ្នាហើយឮថាជិះម៉ូតូនេះគឺមានគ្នា3នាក់ហើយម្នាក់នោះរងរបួសធ្ងន់ត្រូវបានបាទពេទ្យហ្នឹងយកទៅមុនម្នាក់ហើយស្ថានភាពបាទម៉ូតូក៏ដូចជាបាទជនរងគ្រោះបាទក៏ដូចជាទីតាំងចំណុចកែខេត្តនេះគឺបាទកំទេចកំទីនៃម៉ូតូគឺបែកខ្ទេចខ្វល់តែម្ដងយើងមិនដឹងថាស្ថានភាពក្នុងការបើកបរនឹងបើកបរក្នុងលបឿនកម្រិតមួយណាទេប្រិយមិត្តគ្នាម៉ូតូខ្ទេចហើយជនរងគ្រោះ3នាក់ម្នាក់បាក់ផ្លូវម្នាក់បាក់ជើងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានយកទៅសង្គ្រោះផងដែរបាទនេះគឺជាបាទផ្លាកលេខប្រភេទម៉ូតូត្រៀមសង់បាទខាងលើដែលពាក់ផ្លាកលេខបាទសៀមរាប 1AT បាទ9225ជនរងគ្រោះម្នាក់នេះកំពុងតែដេកក្រោមម៉ូតូនេះតែម្ដងហើយម៉ូតូនេះគឺរួញបាទរួញករួញកង់នេះគឺជាប់គ្នាតែម្ដងបាទឥឡូវនេះក៏មានបាទវត្តមានបាទបងកម្លាំងសមត្ថកិច្ចស្រុកអង្គស្រួលក៏បានមកដល់ទីតាំងចំណុចកែខេត្តដើម្បីធ្វើការជួយសម្រួលចរាចរណ៍ផងដែរហើយក៏មានបាទវត្តមានបាទក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកអង្គស្រួលយកជនរងគ្រោះតែ3នាក់បាទលឿនខ្លាំងមែនទែនដោយតាមការបញ្ជាក់គឺរថយន្តក្រោយប៉ះពីរួចនេះគឺបានបើករត់កិច្ចចេញពីទីតាំងកន្លែងកែខេត្តក៏ប៉ុន្តែបាទចៃដន្យនេះបើកទៅចំនឹងប៉ុស្តិ៍បាទគុណមហាសមត្ថកិច្ចកំពុងតែចុះមកទីតាំងចំណុចកែខេត្តនេះឃើញរថយន្តក៏ខាត់ទប់តែម្ដងបាទហើយប្រងការពីនេះប្រហែលជាក្រុមគ្រូពេទ្យអាចនឹងដឹកជនរងគ្រោះទៅទាំងពីរតែម្ដងបាទដោយសារតែមិញ3នាក់ហើយក្រុមគ្រូពេទ្យក៏បានសង្គ្រោះតែម្នាក់ហើយបាទស្ថានភាពនេះក៏បាក់ជើងខ្ទេចដែរមិនដឹងថាប្អូនប្រុសបាទទាំងពីរទាំង3នេះគាត់មកពីណាពីណីទេបាទបងមានការប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូនទាំងនេះគ្រោះថ្នាក់យើងមើលមិនឃើញទេក៏តែបើយើងប្រុងប្រយ័ត្នក៏វាកាត់បន្ថយនៅការគ្រោះថ្នាក់ផ្សេងៗដែរបាទប្រិយមិត្តគ្នានេះគឺជាបាទស្ថានភាពម៉ូតូបាទខ្ទេចខ្វល់តែម្ដងគឺរួញជាប់នឹងម៉ាស៊ីនម៉ូតូតែម្ដងបាទហើយនេះគឺជាស្បែកជើងបាទរបស់ជនរងគ្រោះខាងលើស្នាមឈាមមិនជាប់ពេញហ្នឹងប្រិយមិត្តគ្នាសូមបញ្ជាក់ថាករណីខាងលើនេះគឺស្ថិតនៅក្នុងភូមិអុកញ៉ាទេពឃុំតាពាំងកងស្រុកស្រោងតងខេត្តកំពង់ស្ពឺដែលកើតហេតុនៅថ្ងៃទី10ខែសីហាឆ្នាំ2026ផងដែរឥឡូវនេះជនរងគ្រោះតែ3នាក់ត្រូវបានមន្ទីរពេទ្យបង្អែកស្រុកអង្គស្រួលដឹកទៅសង្គ្រោះភ្លាមៗផងដែរប្រិយមិត្តគ្នាប្រិយមិត្តហើយចាប់បានចោលប៉ុន្តែមិនមែនជាចោលវ័យធំឬមួយក៏មនុស្សចាស់ទេប្រិយមិត្តក្មេងមែនតើមិនទាន់មើលទៅជាក់ស្ដែងនឹងតាមការសាកសួរនឹងមិនទាន់គ្រប់អាយុ10ឆ្នាំអីត្រឹមត្រូវផងប្រិយមិត្តបាទយើងមិនដឹងថាគាត់មកលួចដោយខ្លួនឯងឬមួយក៏មានមនុស្សធំមកបញ្ជាដឹកមកដាក់ដើម្បីឲ្យលួចឬមួយក៏យ៉ាងណាទេប្រិមិត្តឥឡូវយើងទៅធ្វើការសាកសួរម្ចាស់ទូរស័ព្ទនៅតាំងកន្លែងកើតហេតុទាំងអស់គ្នាប្រិមិត្តបាទមើលអូនតូចហ្នឹងអ្នកលួចទូរស័ព្ទបងឯងហ្មងណាចាបងពេលហ្នឹងបងឯងទុកទូរស័ព្ទនៅណាអូនខ្ញុំទុកនៅលើតុក្នុងហាងបងអូបងឯងទុកនៅលើតុក្នុងហាងហ្មងពេលហ្នឹងបងឯងកំពុងធ្វើអីខ្ញុំដេកទេបងខ្ញុំដេកនៅលើហើយបាទហើយទៅដល់ពេលគាត់ចូលទៅលួចហ្នឹងតកាខ្ញុំគាត់នៅខាងក្រោយផ្ទះកន្លែងចំអិនអាហារហ្នឹងអូអញ្ចឹងនៅក្នុងផ្ទះហ្នឹងមានមនុស្សដែរណាមានមនុស្សមានតែម្នាក់ទេបងអូចាហ៊ានចូលទៅលួចណាចាគាត់ចូលទៅអាអូនតូចហ្នឹងមានគេបញ្ជាឲ្យមកលួចឬមួយក៏យ៉ាងណាអូនមើលទៅណាខ្ញុំមិនសូវដឹងដែរបងព្រោះខ្ញុំអត់ដែរខ្ញុំមិនណាំពេញផងខ្ញុំអត់សូវដឹងរឿងហ្នឹងដែរតែខ្ញុំឃើញកាលមុនគាត់ឆ្លប់ម្ដងគាត់ចង់លួចសាប៊ូពេលហ្នឹងខ្ញុំដាក់តាំងសាប៊ូហ្នឹងមកអូអញ្ចឹងមិនមែនតែមកលើកហ្នឹងទេធ្លាប់មានកន្លងមកដែរណាចាគាត់ចង់លួចម្សាយតែដល់ពេលខ្ញុំនេះទៅគាត់រត់ចេញទៅមើលទូរស័ព្ទមួយណាអូនទូរស័ព្ទ11ហ្នឹងហ្មងពេលហ្នឹងលួចបានទេអូនលួចបានហើយបងលួចបានហើយទៅបានទូរស័ព្ទហ្នឹងមកវិញគាត់រត់មកដល់ពេលគាត់រត់មកទៅឥឡូវមុននឹងសមត្ថកិច្ចយកទៅវាយមានអីនិយាយទៅកាន់អាក្មេងចៅហ្នឹងនិយាយទៅវាទេប្រាប់វាទេខ្ញុំចង់និយាយថាចាឲ្យគាត់នឹងកែខ្លួននៅគាត់នៅទូចមែនតែនហ្មងណាម៉មអីចូលរៀនចូលអីឈប់ធ្វើកណិតលួចគេហ្នឹងអត់មានអនាគតទេអនាគតទៅលួចគេបានគេតាមតន់ក្រែលើបងគេម៉ៃគេថាឲ្យអញ្ចឹងហើយអនាគតគាត់ដឹងធ្វើអីដែរនេះបើប៉ុណ្្នឹងហើយណាអញ្ចឹងមើលទៅគាត់មកលួចខ្លួនឯងឬមួយក៏មានគេបញ្ជាអូនមើលទៅណាខ្ញុំមិនដឹងមិនដែរតែខ្ញុំលើបងនោះគាត់ថាមានប៉មានពួកអញ្ចឹងហ៎បងប៉មានពួកក្មេងដែរទេឬមួយក៏ក្មេងចាស់ធំអីតែខ្ញុំលើគេថាគេរបៀបថាគេដាក់ជីម៉ូតូដាក់មកតម្លាឲ្យមកអីចឹងអាចសង្ស័យចឹងឯណាចាបងចូលធ្វើសកម្មភាពចូលបាទប្រិមិត្តយោងទៅតាមការបញ្ជាក់ហ្នឹងគឺបាទប្អូនស្រីម្នាក់បាទគាត់កំពុងតែនៅក្នុងហាងហ្នឹងណាប្រិមិត្តគាត់ដាក់ទូរស័ព្ទនៅខាងក្រោមហើយគាត់ឡើងទៅលើនៅក្នុងហាងមួយកន្លែងហ្នឹងគឺបាទត្រូវបានប្អូនប្រុសម្នាក់គឺក្មេងមែនតើប្រិមិត្តបាទអាយុហ្នឹងទៅតែប្រហែលមិនដល់10ឆ្នាំផងមើលទៅប្រិមិត្តអាយុគាត់គឺក្មេងមែនតើហើយខ្ញុំបាទមិនហ៊ានដាក់មុខអីក្មេងហ្នឹងទេដោយសារតែក្មេងពេកតាមពិតខ្ញុំមិនចង់ផ្សាយទេប្រិមិត្តប៉ុន្តែយោងទៅតាមការសាកសួរហ្នឹងដោយសារតែមានករណីនេះមិនមែនតែម្ដងទេប្រិមិត្តបាទគឺច្រើនលើកច្រើនសារហើយ
ហើយប្រិមិត្តយើងដូចជាធ្លាប់ដឹងកន្លងមកអញ្ចឹងគឺសង្ស័យថាមានគេបជាឬមួយក៏ដឹកមកដាក់អីឲ្យដើរលួចដាក់អីអញ្ចឹងទៅវាគឺជារឿងរ៉ាវមួយបង្កឲ្យមានភាពអនាធិបតេយ្យនៅក្នុងសង្គមខ្លាំងមែនតើអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនយើងសូមឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នាបាទដោយសារតែក្មេងៗខ្លះឃើញចាក់ស្ដែងអញ្ចឹងគាត់មានការអប់រំអីអញ្ចឹងទៅហើយដល់ពេលគាត់សេពគប់បាទចំមនុស្សធំអីណាមួយគាត់លួងលោមឬមួយក៏គាត់បង្ខិតបង្ខំអីអញ្ចឹងទៅបាទធ្វើឲ្យគាត់នឹងខូចអនាគតអស់ប្រិមិត្តបាទអញ្ចឹងឪពុកម្ដាយគួរតែយកចិត្តទុកដាក់ចំពោះកូនៗឲ្យបានមែនតើហើយចាក់ស្ដែងនៅតាំងកន្លែងកើតហេតុនេះគឺកម្លាំងសមត្ថកិច្ចលោកក៏ចុះមកដល់ទីតាំងកន្លែងកើតហេតុដែលខាត់ខ្លួនបានក្មេងបាទលួចទូរស័ព្ទនឹងផងដែរប្រិមិត្តដែរដើម្បីយើងមិនដឹងថាយ៉ាងម៉េចទេសមត្ថកិច្ចនឹងធ្វើការណែនាំឬមួយក៏អប់រំអីចឹងទៅដោយសារតែគាត់បាទក្មេងបាទគាត់មិនទាន់គ្រប់អាយុទេប្រិមិត្តបាទករណីខាងលើនេះគឺកើតឡើងនៅសង្កាត់កកា2ហ៎បងអីកាហ្វេ ខណ្ឌអីគេខណ្ឌពោធិ៍សែនជ័យបាទប្រិមិត្តករណីនេះគឺកើតឡើងនៅសង្កាត់កកាទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញអរគុណណាស់ប្រិមិត្តសម្រាប់ការតាមដានទេសនាព័ត៌មានហើយនេះគ្រាន់តែជាព័ត៌មានបឋមដែលខ្ញុំទទួលបានទេនៅទីតាំងកន្លែងកើតហេតុតែប៉ុណ្ណោះអរគុណសម្រាប់ការតាមដានទេសនាព័ត៌មាន